នមធរតនតិយស័កខ្ញុំប្រមចាស់សូមនមស្ការចំពោះគុណឯព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាចម្រើនពុទ្ធញោមទាំងអស់ដើម្បីបានឱកាសបន្តសិក្សានៅក្នុងព្រះត្រៃបិដកបាលីនិងសេចក្តីប្រាយជាភាសាខ្មែរយើងបន្តនៅក្នុងសុតន្តបិដកមជ្ឈិមនិកាយមូលបាណាសកៈបឋមភាគលេខ20នៅក្នុងភយៈភេរវៈសូត្រទី4ចឹងយើងចប់នៅក្នុងសូត្រទី3គឺធម្មទាយិតសូត្រចូលដល់ភយៈភេរវៈសូត្រទី4នៅក្នុងទំព័រ52គ្នា27អញ្ចឹងយើងសិក្សានៅក្នុងព្រះបាលីតែម្ដងញាតិញោមណាអញ្ចឹងព្រះបាលីនិងភាសាបាលីញាតិញោមចែកណាភាសាបាលីត្រឹមតែជាភាសាធម្មតាដោយភាសាខ្មែរភាសាអង់គ្លេសយើងធម្មតាតែព្រះបាលីមានន័យថាជាក្បួនច្បាប់នៅក្នុងព្រះពុទ្ធសាសនាយើងឬក៏យើងហៅថាគម្ពីរព្រះត្រៃបិដកអដ្ឋកថានឹងឯងឬក៏យើងបន្ថែមដីកាមួយមុខទៀតទៅអានឹងហៅថាព្រះបាលីក្បួនច្បាប់ប៉ុន្តែបើយើងយកតែម្ដងគឺតែបិដកនិងអដ្ឋកថាទេដីកាមិនហៅថាព្រះបាលីទេញោមណាលើកលែងតែដីកាហ្នឹងលោកដកស្រង់ពុទ្ធដីកាយកទៅពោលអានឹងទើបហៅថាព្រះបាលីប៉ុន្តែបើលោកពោលដោយការវិនិច្ឆ័យទេអានឹងយើងគ្រាន់តែមើលសេចក្តីហ្នឹងថាតើគួរកាន់យកឬក៏មិនគួរកាន់យកអានឹងហៅថាគេជាអាចារ្យណាអញ្ចឹងគេជាអាចារ្យហ្នឹងមានពីរហៅថាសកវាវេទីហើយនិងបរវេទីអញ្ចឹងសកវាវេទីគឺជាពាក្យគ្រូអាចារ្យគួរកាន់យកដោយមានគ្រឿងអាងដូចជាដីកាអញ្ចឹងលោកដកស្រង់សតានុឡោមឬក៏ថេរៈវាចាមកពីទីណាកន្លែងណាមកជាគ្រឿងអាងអានឹងគេហៅថាសកវាវេទីដល់ពេលគេជាអាចារ្យដែលជាបរវេទីមានន័យថាលោកពោលដោយហេតុផលរបស់លោកណាអានឹងគេហៅថាបរវេទីអញ្ចឹងកន្លែងខ្លះក៏យើងអាចកាន់យកបានកន្លែងខ្លះក៏អត់ឧទាហរណ៍ថាដូចញាតិញោមរាល់ថ្ងៃសិក្សាធម៌វិន័យជាមួយលោកម្ចាស់ឬក៏ញាតិញោមណាដែលគាត់ជាអ្នកបង្រៀនធម៌វិន័យណាមានពាក្យខ្លះគឺគាត់ពោលដោយគំនិតខ្លួនឯងអញ្ចឹងពាក្យខ្លះក៏អាចថាសមហេតុផលយើងកាន់យកបានតែពាក្យខ្លះហ្នឹងគឺមិនគួរកាន់យកទេដែលអាត្មាតែងតែនិយាយថាសភៅមួយគ្រូមួយសភៅមួយហ្នឹងជួនកាលគាត់បញ្យល់ទៅវាមានខុសវាមានត្រូវប៉ុន្តែដោយច្រើនគឺវាខុសច្រើនជាងត្រូវហើយពុទ្ធដីកាខុសចាប់ពី2ឡើងទៅហៅថាខុសច្រើនហើយអញ្ចឹងបើយើងខុសកន្លែងណាយើងកែកន្លែងហ្នឹងទៅដូចអាត្មាធ្លាប់កាន់យកមកណានៅរៀនព្រះវិន័យដែលធ្លាប់ចាំមកអញ្ចឹងណាថាបើបុគ្គលណាយកសម្បត្តិរបស់សង្ឃអញ្ចឹងទៅកាលណាសង្ឃសូត្រញ៉ាត់ប្រកាសអញ្ចឹងបើសិនជាអត់សងទេគឺកាត់អាបត្តិតែដល់ពេលឃើញក្នុងអដ្ឋកថាថ្ងៃមិញគឺអត់អញ្ចឹងផងគឺរបស់សង្ឃហ្នឹងគឺមិនឈ្មោះថាជាអត្តនេទានទេពីព្រោះអត់មានបុគ្គលណាម្នាក់មានសិទ្ធិចែកឬក៏យកទេនិយាយទៅចែកក៏គ្មានយកហៅថាចែកមិនបានយកមិនបានរបស់ហ្នឹងគឺចែកមិនបានយកមិនបានអញ្ចឹងណាប៉ុន្តែបើរបស់គណៈហើយនឹងរបស់បុគ្គលអានឹងគឺអាចចែកបានយកបានអញ្ចឹងបើសិនជាលោកទាត្រូវសងលោកបើលោកមិនទាទេអានឹងក៏អត់បញ្ហាទេអញ្ចឹងកន្លែងហ្នឹងដែលអាត្មាកាន់ខុសពីមុនមកនោះអញ្ចឹងដែលសាក់អីកាន់មកណាកាន់មកតាមគ្រូពីព្រោះការនៅរៀនបិដកអដ្ឋកថាព្រះវិន័យដំបូងមិនមែនមានន័យថាយើងយល់ទាំងអស់ទេហើយក៏មិនមែនមានន័យថាយើងចេះគ្រប់កន្លែងដែរភាសាមួយថាកន្លែងខ្លះរៀនចប់ទៅជាមួយគ្នាកន្លែងខ្លះរៀនចប់តែអត់ចេះទេកន្លែងខ្លះរៀនចប់មែនប៉ុន្តែបើចេះកន្លែងកាន់ខុសហ្នឹងមកអញ្ចឹងបានអាត្មាមិនដែលចោលទេនៅក្នុងព្រះវិន័យហ្នឹងនៅក្នុងការសិក្សាទៅសិក្សាមកអញ្ចឹងណាពោលទៅពោលមកកន្លែងណាដែលវាខុសវាមិនតាក់ទងជាមួយកិច្ចប្រតិបត្តិវាមិនអីទេតែបើតាក់ទងជាមួយនឹងកិច្ចប្រតិបត្តិគឺវាខុសនឹងឯងអញ្ចឹងបានយើងត្រូវកែដោយបច្ចៈញាតិញោមរឿងការប្រតិបត្តិនៅក្នុងវិការថាជាអចិត្តកៈសម្រាប់ញាតិញោមជាក្រហមហ្នឹងគឺមិនមែនទេអាត្មាដូចជាទំឃើញម្សិលមិញម្សិលមួយថ្ងៃទេឃើញគ្រូធន់គាត់គេសួរសំណួរនឹងដែរគេសួរថាបើហូបបាយហើយអត់បានដោះធ្មេញមិនទៅគាត់ថាយើងកុំលេបទឹកមាត់ឬក៏កុំអីអញ្ចឹងទៅគាត់ខ្លាចលេបទៅវាមានការអាហារការអីទៅវាចូលទៅវាដាច់សិក្ខាបទវិការអញ្ចឹងណាតែបើមែនទេទៅបើយើងនិយាយទៅតាមសិក្ខាបទព្រះគឺអត់ទេពីព្រោះសិក្ខាបទហ្នឹងសម្រាប់ញាតិញោមជាក្រហមគេហៅចេតនាសិល
ចឹងចេតនាសិលហើយសម្រាប់អនុបសម្បានហ្នឹងគឺអត់មានអចេតកៈទេពីព្រោះសិក្ខាបទវិការហ្នឹងគឺស្ថិតនៅក្នុងបាចិត្តយៈអញ្ចឹងវាជាបណ្ណតវិជ្ជៈអញ្ចឹងបើសង្គ្រោះទូទៅដល់សាមណេរហ្នឹងគឺត្រឹមជាលោកវិជ្ជៈអញ្ចឹងលោកវិជ្ជៈអត់មានអចេតកៈទេសុទ្ធតែជាសច្ចេតកៈដូចលោកលើករឿងសិក្ខាបទស្រាមួយយកមកសម្ដែងរួចហើយអញ្ចឹងលោកអត់ចាំបាច់ទៅលើកសិក្ខាបទដតីអីមកទៀតទេណាស្រាហ្នឹងបើភិក្ខុលោកសង្ឃទៅមានគេលួចបច្រកអញ្ចឹងទៅបើលោកដឹងខ្លួនលោកសម្ដែងបាត់បាចិត្តយៈចេញតែបើអត់ដឹងទៅហ្មងណាអត់ដឹងរហូតណាអត់ដឹងទាំងខ្លួនឯងអត់ដឹងទាំងគេប្រាប់តែបើអត់ដឹងទាំងខ្លួនឯងឬក៏គេប្រាប់ទៅដឹងអាហ្នឹងគឺដឹងត្រូវទៅសម្ដែងចេញអាហ្នឹងហៅអចេតកៈតែបើសម្រាប់សាមណេរបើថាលោកលេបដោយដឹងខ្លួនអាហ្នឹងគឺដាច់សិលមកតែបើអត់ដឹងខ្លួនទេក៏ភ្ញាក់ឡើងមានគេប្រាប់ថាលោកម្ចាស់សឹងគេលួចបច្រកស្រាអញ្ចឹងអត់ខូចសិក្ខាបទអីទេតនកម្មក៏មិនត្រូវនីសនង្កៈឬក៏ដាច់សិលហ្នឹងក៏អត់ដែរអាហ្នឹងគឺសាមណេរហើយញាតិញោមជាក្រហមហ្នឹងក៏ដូចគ្នាដែរពីព្រោះសិក្ខាបទហ្នឹងគឺជាសច្ចេតកៈជាចេតនាសិលញាតិញោមតន់ចឹងបើយើងខុសកាយទៅតែប៉ុណ្្នឹងទេវាអត់មានអីទេចឹងបន្តនៅក្នុងភយៈភេរវៈសូត្រទី4នៅក្នុងបេដកលេខ20ទំព័រ52គ្នា27ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានប្រភាកទ្រង់គង់នៅវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីគ្រានោះឯងជានុសោនិព្រាមចូលសម្ដៅទៅគាល់ព្រះមានប្រភាកលុះចូលទៅដល់ហើយក៏ពោលពាក្យរយៈសំណេះសំណាលជាមួយនឹងព្រះមានប្រភាកលុះបញ្ចប់ពាក្យដេគួររីករាយនិងពាក្យដេគួររលឹកលមមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយក៏អង្គុយក្នុងទីដែលសមគួរណាជានុសោនិព្រាមនេះរឿងគាត់ពីរោះញាតិញោមតាក់ទងជាមួយនឹងរឿងប្រែតរឿងអីហ្នឹងញាតិញោមយកចិត្តទុកដាក់ស្ដាប់កន្លែងហ្នឹងបន្តិចណាហើយញាតិញោមឃើញទេព្រះក៏មានពាក្យថាគេហៅថាសមោទនិយកថាឬក៏វិសាសកថាកថាដែលពោលទៅនាំឲ្យមានភាពរីករាយណានេះគេហៅសមោទនិយ៉ាងកថាំងសារានិយ៉ាងគឺជាកថាដែលពោលទៅនាំឲ្យមានភាពរីករាយមានភាពស្និទ្ធស្នាលអញ្ចឹងដូចញោមជាកុហកហ្នឹងក៏ពោលទៅណាញោមមិនអាយសុខភាពអីមករយៈហ្នឹងដូចស្ងាត់អត់សូវឃើញទៅវត្តមិនហើយសុខសប្បាយទេមើលទៅសាច់ឈាមអីដូចជាស្រស់ស្រាយអញ្ចឹងណាអាហ្នឹងដូចយើងសំដែងក្តីបារម្ភសំដែងពីការសួរសុខទុក្ខគ្នាហ្នឹងក៏ជាធម៌មួយដែរណែកន្លែងហ្នឹងអាត្មាបង្រៀនទៀតអ្នករៀនអភិធម្មហ្នឹងគាត់អត់បានទៅមើលនៅក្នុងកន្លែងហ្នឹងឲ្យច្បាស់ទៅគាត់ថាព្រះអង្គផ្ដាំថាឲ្យភិក្ខុជួបគ្នាទៅនិយាយធ្វើកិច្ចពីរទី1ពោលធម៌និងទី2បើអត់មានធម៌ទេនៅស្ងៀមថាត្រូវហើយពាក្យហ្នឹងគឺសម្រាប់ភិក្ខុអញ្ចឹងណាអានឹងនៅក្នុងយកនៅក្នុងកម្មដ្ឋានហើយនៅក្នុងការពោលនោះលោកនិយាយពោលពាក្យជាធម៌អញ្ចឹងសមោទនិយៈហ្នឹងក៏ជាធម៌មួយដែរអញ្ចឹងណាអញ្ចឹងលោកអាចសួរញាតិញោមបានតែញោមមិនហើយសុខទុក្ខយ៉ាងណាដែរណាមករយៈហ្នឹងដូចជាអត់សូវឃើញទៅវត្តញោមមានជំងឺមែនអាហ្នឹងបើសួរអញ្ចឹងណាហើយបើមួយទៀតយើងថាមករយៈហ្នឹងឃើញញោមអាសាធ្វើបុណ្យណាដូចតាម Facebook អីហ្នឹងឃើញអាសាប្រហោះអីអញ្ចឹងចែករំលែកបុណ្យអីចឹងល្អញោមណាធ្វើបុណ្យធ្វើអីអញ្ចឹងទៅយើងមានបុណ្យជាទីពឹងណាសេចក្តីសុខសេចក្តីចម្រើនវាអត់មានអីលើសបុណ្យទេណាជីវិតនេះវាកើតចាស់ឈឺស្លាប់របស់ក្នុងโลกនេះវាជាទីពឹងសម្រាប់ក្នុងโลกនេះតែមនុស្សណាមិនស្លាប់ទៅកាន់โลกខាងមុខអញ្ចឹងក៏យើងស្វែងរកទីពឹងសម្រាប់ទៅកាន់โลกខាងមុខទៀតអញ្ចឹងទៅណាអាហ្នឹងក៏ហៅថាជាសមោទនិយកថាឬក៏កថាជាទីរីករាយដែរឃើញទេញាតិញោមណាលើកលែងតែយើងប្រើពាក្យអាសម្ភបលាបៈអត់ប្រយោជន៍និយាយមកដល់ប៊ីបូចមាត់ដាក់គ្នាអញ្ចឹងណាខ្សឹបខ្សៀវអាហ្នឹងញាតិញោមយល់ហើយត្រង់ចំណុចហ្នឹងណាអញ្ចឹងអ្នករៀនអភិធម្មអីហ្នឹងកន្លែងហ្នឹងក៏ត្រូវតែកាយដែរពីព្រោះគាត់យល់មកខុសណាដោយគាត់ធ្លាប់យល់ថាលុយនឹងជាអសេរពឹសអញ្ចឹងណាលុយដែលអសេរពឹសហ្នឹងគឺសំដៅដល់លុយដែលមិនប្រកបដោយធម៌ណាហៅថាលុយខ្មៅឬក៏លុយចោលអញ្ចឹងណា
មែនទេទៅដូចថ្មបច្ចៈអ្នករៀនព្រះអភិធម្មគាត់មានការយល់ខុសច្រើនណាស់ហើយគាត់ថាគាត់អត់ប្រកាន់ទេគាត់រៀនធម៌ដើម្បីគុំប្រកាន់ណាដើម្បីលះបង់ការប្រកាន់ប៉ុន្តែតិចទៅប្រាប់គាត់អញ្ចឹងអូគាត់ខឹងយើងងាប់ហើយដើរលាបពណ៌យើងទៀតដូចក្រុមសពបរោះមួយនោះគាត់លាបពណ៌យើងឡើងសម្បើមមែនទេគាត់ថាយើងនឹងមិឆាទិដ្ឋិនាំគេខុសធម៌ខុសអាអីចឹងទៅណាអានឹងយើងពោលតាមអីដល់អត្ថកថាទៅជានាំគេខុសហើយគាត់វិភាគធម៌ទៅជានាំគេត្រូវហើយមើលញាតិញោមណាអានឹងចឹងមិនណាហើយគាត់ថាគាត់រៀនធម៌លះបង់ការប្រកាន់ក៏អីគ្រាន់តែគាត់ខុសហ្នឹងហើយយើងប្រាប់គាត់ហ្នឹងមិនបំណងអីប្រាប់ឲ្យគាត់ត្រូវសោះហ្នឹងណាគាត់ខឹងហើយគាត់លាបពណ៌យើងថែមទៀតណាញាតិញោមមើលថាអញ្ចឹងអីនឹងរៀនដើម្បីអីធ្វើអញ្ចឹងដើម្បីអីអញ្ចឹងណាហើយនិយាយអត់បានទេបើមែនទេទៅអូអានឹងគេហៅរៀនប្រាប់គេកុំឲ្យប្រកាន់តែខ្លួននឹងប្រកាន់ជាងគេទៀតអានឹងដូចគិញគក់លក់ថ្នាំស្រែអញ្ចឹងណាញាតិញោមអានឹងអ្វីដែលអាត្មាប្រាប់នេះអាត្មាយកអ្វីដែលមានក្នុងគម្ពីរទៅប្រាប់ទេណាហើយត្រង់ឋានទានុសិទ្ធិនៃក្នុងការសម្រេចចិត្តរបស់ញាតិញោមមិនក៏ញាតិញោមសម្រេចចឹងចុះចឹងគ្នា28លុះជានុសោនិព្រាមអង្គុយក្នុងទីដែលសំគូហើយក៏ក្រាបបង្គំទូលព្រះមានព្រះភិយយ៉ាងនេះថាបបិទ្ធព្រះគោដមដោយចម្រើនក៏ល្បត់ទាំងឡាយណាដែលចេញចាកផ្ទះហើយចូលកាន់ភ្នោះដោយសទ្ធាចំពោះព្រះគោដមដោយចម្រើនព្រះគោដមដោយចម្រើនទ្រង់ណែនាំក៏ល្បត់ទាំងនោះព្រះគោដមដោយចម្រើនទ្រង់មានឧបការៈច្រើនដល់កុលបុត្រទាំងនោះព្រះគោដមដោយចម្រើនទ្រង់ឲ្យកុលបុត្រទាំងនោះសិក្សានៅសិក្ខាមានអធិសីលសិក្ខាជាដើមឯប្រជុំជនទាំងនោះក៏យកតម្រាប់តាមព្រះគោដមដោយចម្រើនមែនឬព្រះមានព្រះភិយទ្រង់ត្រាស់ថាមនាលព្រាមសេចក្តីនេះយ៉ាងនឹងហើយមនាលព្រាមសេចក្តីនេះយ៉ាងនឹងហើយមនាលព្រាមកុលបុត្រទាំងឡាយណាដែលចេញចាកផ្ទះហើយចូលកាន់ភ្នោះដោយសទ្ធាចំពោះតថាគតជាអ្នកណែនាំកុលបុត្រទាំងនោះតថាគតជាអ្នកមានឧបការៈច្រើនដល់កុលបុត្រទាំងនោះតថាគតជាអ្នកឲ្យកុលបុត្រទាំងនោះសិក្សានៅសិក្ខាមានអធិសីលសិក្ខាជាដើមឯប្រជុំជននោះក៏យកតម្រាប់តាមតថាគតមែនបបិទ្ធព្រះគោដមដោយចម្រើនសេនាសនៈដ៏ស្ងាត់តាំងនៅក្នុងព្រៃចិត្តឬព្រៃឆ្ងាយជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រវិវេកបុគ្គលធ្វើបានដោយកម្រត្រេកអរបានដោយកម្រព្រៃទាំងនោះហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុដែលមិនបានសមាធិក្នុងទីស្ងាត់មែនឬទេព្រះមានព្រះភិយទ្រង់ត្រាស់ថាមនាលព្រាមសេចក្តីនេះយ៉ាងនឹងហើយមនាលព្រាមសេចក្តីនេះយ៉ាងនឹងហើយមនាលព្រាមព្រោះថាសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តឬព្រៃឆ្ងាយជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រវិវេកបុគ្គលធ្វើបានដោយកម្រត្រេកអរបានដោយកម្រព្រៃទាំងនោះហាក់ដូចជាដឹកនាំចិត្តភិក្ខុដែលមិនបានសមាធិក្នុងទីស្ងាត់មែនមនាលព្រាមសំបីតែតថាគតនៅជាពោធិសត្វនៅឡើយក្នុងការមុនដែលមិនទាន់បានត្រាស់ដឹងនៅសម្ពោធិញ្ញាណមានសេចក្តីត្រេះរិះដូចនេះថាសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តឬព្រៃឆ្ងាយនេះឯងជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រវិវេកបុគ្គលធ្វើបានដោយកម្រត្រេកអរបានដោយកម្រព្រៃទាំងនោះហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុដែលមិនបានសមាធិក្នុងទីស្ងាត់ញាតិញោមវត្តអារាមដែលព្រៃព្រះសរសើរណាតែបច្ចុប្បន្ននេះអ្នកស្រុកណាដែលឃើញវត្តអារាមមិនរីកចម្រើនដោយឥតដោយដុំថ្មដោយសាបអីហ្នឹងគាត់ថាវត្តហ្នឹងអត់រីកចម្រើនទេមែនទេទៅទីវត្តអារាមហ្នឹងគឺគួរតែជាទីដែលសម្បូរពោពេញទៅដោយព្រៃណាហៅថាដោះច្រើនទៅដោយព្រៃទៅដោយដើមឈើធំទើបស័ក្តិសមជាវត្តអារាមដែលព្រះសរសើរណាតែឥឡូវហ្នឹងវាប្រច្រាស់ហើយញាតិញោមមនាលព្រាមតថាគតនោះឯងមានសេចក្តីត្រេះរិះដូច្នេះថាសមណៈព្រាមណាមួយដែលមានកាយកម្មមិនបរិសុទ្ធសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តឬព្រៃឆ្ងាយសមណៈព្រាមដោយចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានកាយកម្មមិនបរិសុទ្ធនោះឯងចំណែកតថាគតមិនមែនជាមានកាយកម្មមិនបរិសុទ្ធសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តឬព្រៃឆ្ងាយដូច្នោះទេត
ថាគតជាអ្នកមានកាយកម្មបរិសុទ្ធមែនព្រះអរិយទាំងឡាយណាដែលមានកាយកម្មបរិសុទ្ធរមែងសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយទាំងឡាយនោះតថាគតជាព្រះអរិយមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅកាយកម្មដ៏បរិសុទ្ធនោះក្នុងខ្លួនហើយទើបតថាគតបានដល់នៅសួស្ដីច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយដែលមានវិជ័យកម្មមិនបរិសុទ្ធពេដែលមានមនោកម្មមិនបរិសុទ្ធមានអាជីវៈមិនបរិសុទ្ធសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានអាជីវៈមិនបរិសុទ្ធនោះឯងឯតថាគតមិនមែនជាមានអាជីវៈមិនបរិសុទ្ធសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះទេតថាគតជាអ្នកមានអាជីវៈបរិសុទ្ធមែនពួកព្រះអរិយណាដែលមានអាជីវៈបរិសុទ្ធរមែងសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយទាំងនោះតថាគតក៏ជាព្រះអរិយមួយដែរមនាលព្រាហ្មណ៍តថាគតពិចារណាឃើញនៅអាជីវៈដ៏បរិសុទ្ធនោះក្នុងខ្លួនហើយទើបតថាគតបានដល់នៅសួស្ដីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយដែលមានអភិជ្ជាជាប្រក្រតីមានសេចក្តីត្រេកត្រអាលដ៏ឃ្លាវខ្លាក្នុងកាមទាំងឡាយសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានអភិជ្ជាជាប្រក្រតីមានសេចក្តីត្រេកត្រអាលដ៏ឃ្លាវខ្លាក្នុងកាមទាំងឡាយនោះឯងឯតថាគតនឹងមានអភិជ្ជាជាប្រក្រតីមានសេចក្តីត្រេកត្រអាលដ៏ឃ្លាវខ្លាក្នុងកាមទាំងឡាយសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតមិនមានអភិជ្ជាជាប្រក្រតីមែនពួកព្រះអរិយណាដែលមិនមានអភិជ្ជាជាប្រក្រតីសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយទាំងនោះតថាគតក៏ជាព្រះអរិយមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅធម៌ដែលមិនមែនជាអភិជ្ជានោះក្នុងខ្លួនហើយទើបតថាគតបានដល់នៅសួស្ដីដ៏ច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយមានចិត្តព្យាបាទមានចិត្តគិតប្រទុះសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានចិត្តព្យាបាទនិងចិត្តគិតប្រទុះនោះឯងឯតថាគតនឹងជាអ្នកមានចិត្តព្យាបាទមានចិត្តគិតនិងប្រទុះសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមានចិត្តប្រកបដោយមេត្តាព្រះអរិយទាំងឡាយណាដែលមានចិត្តប្រកបដោយមេត្តារមែងសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយទាំងនោះតថាគតក៏ជាព្រះអរិយមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅចិត្តប្រកបដោយមេត្តានោះក្នុងខ្លួនហើយទើបដល់នៅសួស្ដីដ៏ច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយដែលថៃអ្នកមិត្តៈសេចក្តីច្រអូសចិត្តនិងច្រអូសកាយគ្របសង្កត់ហើយសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលថៃអ្នកមិត្តៈគ្របសង្កត់នោះឯងឯតថាគតមិនមែនជាអ្នកដែលថៃអ្នកមិត្តៈគ្របសង្កត់សែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះទេតថាគតជាអ្នកមានថៃអ្នកមិត្តៈទៅប្រហើយព្រះអរិយទាំងឡាយណាមានថៃអ្នកមិត្តៈទៅប្រហើយសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយទាំងនោះតថាគតក៏ជាព្រះអរិយមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញ
នៅថៃអ្នកមិត្តភក្តិទៅប្រះហើយក្នុងខ្លួនទើបដល់នៅសួស្ដីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយដែលមានចិត្តរវើរវាយមានចិត្តមិនស្ងប់រងាប់សែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃជិតនិងព្រៃឆ្ងាយពួកសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានចិត្តរវើរវាយមានចិត្តមិនស្ងប់រងាប់នោះឯងឯតថាគតនឹងមានចិត្តរវើរវាយមានចិត្តមិនស្ងប់រងាប់សែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃជិតនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមានចិត្តស្ងប់រងាប់ព្រះអរិយៈទាំងឡាយណាមានចិត្តស្ងប់រងាប់សែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃជិតនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅចិត្តស្ងប់រងាប់នោះក្នុងខ្លួនហើយទើបដល់នៅសួស្ដីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយដែលមានសេចក្តីសង្ស័យមិនដាច់ស្រេចសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនឹងព្រៃឆ្ងាយពួកសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានសេចក្តីសង្ស័យមិនដាច់ស្រេចនោះឯងឯតថាគតនឹងមានសេចក្តីសង្ស័យមិនដាច់ស្រេចសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកកន្លងផុតចាកសេចក្តីសង្ស័យមិនដាច់ស្រេចបានព្រះអរិយៈទាំងឡាយណាដែលកន្លងផុតសេចក្តីសង្ស័យមិនដាច់ស្រេចសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅចិត្តដែលកន្លងផុតសេចក្តីសង្ស័យមិនដាច់ស្រេចនោះក្នុងខ្លួនហើយទើបដល់នៅសេចក្តីសួស្ដីទើបដល់នៅសួស្ដីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយជាអ្នកលើកដំកើងខ្លួនឯងបន្តោះបង្អាប់អ្នកដទៃសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលលើកដំកើងខ្លួនឯងនិងបន្តោះបង្អាប់អ្នកដទៃនោះឯងឯតថាគតនឹងជាអ្នកលើកដំកើងខ្លួនឯងបន្តោះបង្អាប់អ្នកដទៃសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមិនលើកដំកើងខ្លួនឯងមិនបន្តោះបង្អាប់អ្នកដទៃទេព្រះអរិយៈទាំងឡាយណាជាអ្នកមិនលើកដំកើងខ្លួនឯងមិនបន្តោះបង្អាប់អ្នកដទៃសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅសេចក្តីមិនលើកដំកើងខ្លួនឯងមិនបន្តោះបង្អាប់អ្នកដទៃនោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយជាអ្នកតក់ស្លុតប្រកបដោយជាតិជាអ្នកខ្លាចសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានសេចក្តីតក់ស្លុតនឹងការប្រកបដោយជាតិជាអ្នកខ្លាចនោះឯងឯតថាគតនឹងមានសេចក្តីតក់ស្លុតប្រកបដោយជាតិជាអ្នកខ្លាចសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកប្រះចាកសេចក្តីព្រឺព្រួចរោមហើយព្រះអរិយៈទាំងឡាយណាប្រះចាកសេចក្តីព្រឺព្រួចរោមហើយសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាហ្មណ៍តថាគតពិចារណាឃើញនៅការប្រះចាកសេចក្តីព្រឺព្រួចរោមនោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយដែលត្រូវការចង់បានលៀបសក្ការៈនិងសេចក្តីសរសើរសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ
តែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលត្រូវការចង់បានលៀបសក្ការៈនិងសេចក្តីសរសើរនោះឯងអញ្ចឹងត្រង់ពាក្យថាលៀបសក្ការៈនិងសេចក្តីសរសើរហ្នឹងអត្ថកថាលោកបញ្ជាក់ថាគឺបានដល់បច្ច័យទាំង4មានចៃវរៈបច្ច័យជាដើមឬបានដល់របស់ផ្សេងមានសម្ពុតអាវជាដើមអានឹងសម្រាប់លៀបសក្ការៈដល់ពេលសេចក្តីសរសើរហ្នឹងគឺសក្ការៈបានដល់បច្ច័យនិងរបស់ទាំងអស់នោះដែលគេតាក់តែងធ្វើឲ្យល្អវិសេសគូជារបស់មានតម្លៃអានឹងសំដៅដល់សក្ការៈដល់ពេលសេចក្តីសរសើរហ្នឹងគឺនិយាយសរសើរគុណមានន័យថាមិនធ្វើភូតទៅតាមភូតទេណាដូចថាកិច្ចរបស់សាមណៈគឺមានការសង្រួមមានការរក្សាសិលអញ្ចឹងហើយប៉ុន្តែមួយទៀតហ្នឹងគឺធ្វើចង់ឲ្យគេសរសើរថាអញអ្នកបួសល្អអញសង្រួមល្អដល់ពេលធ្វើអញ្ចឹងទៅគេសរសើរទៅក៏សុបាយតែគេអត់សរសើរហ្នឹងគឺរឿងហ្នឹងឯងអញ្ចឹងណាអាហ្នឹងរឿងធ្វើដើម្បីចង់បានលៀបសក្ការៈប៉ុន្តែបើយើងធ្វើឲ្យតែល្អទៅហើយរឿងលៀបសក្ការៈហ្នឹងវាកើតចេញពីរឿងល្អហ្នឹងវាកើតក៏កើតទៅអាហ្នឹងគេហៅថាដូចរបស់សុទ្ធអញ្ចឹងញាតិញោមដូចញាតិញោមហូបអារបស់ធម្មជាតិអញ្ចឹងវាផ្ដល់មកវិញហ្នឹងក៏សុខភាពទៅតាមហ្នឹងទៅតែបើញាតិញោមហូបអារបស់កែច្នៃរបស់មិនពិតប្រកបអាហ្នឹងក៏វាខូចសុខភាពតាមហ្នឹងអញ្ចឹងការប្រតិបត្តិនៅធម៌សមគួរទៅធម៌ហ្នឹងក៏ដូចគ្នាដែរមិនធ្វើដើម្បីលៀបសក្ការៈទេប៉ុន្តែលៀបសក្ការៈហ្នឹងវាកើតចេញពីកុសលកម្មហ្នឹងឯងញាតិញោមអាចយល់ត្រង់ចំណុចហ្នឹងបានណាឯតថាគតនឹងត្រូវការចង់បានលៀបសក្ការៈនិងសេចក្តីសរសើរសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមានសេចក្តីប្រាថ្នាតិចព្រះអរិយៈទាំងឡាយណាដែលមានសេចក្តីប្រាថ្នាតិចសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញសេចក្តីប្រាថ្នាតិចនោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយជាអ្នកខ្ជិលច្រអូសមិនមានព្យាយាមសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានសេចក្តីខ្ជិលច្រអូសនិងគ្មានព្យាយាមនោះឯងអញ្ចឹងលោកបញ្យល់ថាសេចក្តីខ្ជិលច្រអូសហើយនឹងមិនមានព្យាយាមហ្នឹងសេចក្តីខ្ជិលហ្នឹងបានដល់បុគ្គលដែលមិនប្រកបព្យាយាមក្នុងផ្លូវកាយហើយអ្នកដែលច្រអូសមិនមានព្យាយាមនោះណាអ្នកមិនមានព្យាយាមហ្នឹងគឺបានដល់បុគ្គលដែលមិនប្រកបព្យាយាមក្នុងផ្លូវចិត្តណាអញ្ចឹងខ្ជិលហ្នឹងលោកផ្ដោតទៅលើផ្លូវកាយដល់ពេលមិនមានព្យាយាមគឺសំដៅទៅលើផ្លូវចិត្តអញ្ចឹងធម៌ហ្នឹងលោកចែកអញ្ចឹងណាញាតិញោមអញ្ចឹងកុសីតាណាអានឹងផ្នែកផ្លូវកាយដល់ពេលផ្លូវចិត្តហ្នឹងហើយអ្នកវិរិយាឯតថាគតនឹងជាអ្នកខ្ជិលច្រអូសមិនមានព្យាយាមសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមានព្យាយាមប្រារព្ធហើយព្រះអរិយៈទាំងឡាយណាដែលមានព្យាយាមប្រារព្ធហើយសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅសេចក្តីព្យាយាមដែលប្រារព្ធហើយនោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាហ្មណ៍តថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសាមណៈព្រាហ្មណ៍ណាមួយជាអ្នកភ្លេចស្មារតីមិនដឹងខ្លួនប្រាសចាកបញ្ញាសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយពួកសាមណៈព្រាហ្មណ៍ដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលភ្លេចស្មារតីមិនដឹងខ្លួននោះឯងឯតថាគតនឹងជាអ្នកភ្លេចស្មារតីមិនដឹងខ្លួនសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមានស្មារតីតម្កល់មាំព្រះអរិយៈទាំងឡាយណាជាអ្នកមានស្មារតីតម្កល់មាំសែបនៅសេនាសនៈស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរ
មនីព្រាមតថាគតបានពិចារណាឃើញនៅការដំកល់ស្មារតីមមនោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនីព្រាមតថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសមណៈព្រាមណាមួយមានចិត្តមិនដំកល់មមប្រាចាកឧបចារសមាធិនិងអបណាសមាធិមានចិត្តវិលវល់សែបនៅស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយពួកសមណៈព្រាមដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលមានចិត្តមិនដំកល់មមនិងចិត្តវិលវល់នោះឯងឯតថាគតនឹងមានចិត្តមិនដំកល់មមមានចិត្តវិលវល់សែបនៅស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកមានសមាធិបរិបូរណ៍ព្រះអរិយៈទាំងឡាយណាដែលមានសមាធិបរិបូរណ៍សែបនៅស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាមតថាគតបានពិចារណាឃើញសមាធិសម្បទានោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានមនាលព្រាមតថាគតមានសេចក្តីត្រេះរិះដូច្នេះថាពួកសមណៈព្រាមណាមួយជាអ្នកអត្តប្រាជ្ញាល្ងងលេលាសែបនៅស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយពួកសមណៈព្រាមដ៏ចម្រើនទាំងនោះតែងហៅអកុសលធម៌ដែលគួរភ័យគួរខ្លាចព្រោះហេតុនៃទោសរបស់ខ្លួនដែលអត្តប្រាជ្ញាល្ងងលេលានោះឯងឯតថាគតនឹងជាអ្នកអត្តប្រាជ្ញាល្ងងលេលាណាបាលីទុបញ្ញោអេលមូតោណាអេលមូតោខ្មែរយើងលេលាសែបនៅស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយដូច្នោះក៏ទេតថាគតជាអ្នកបរិបូរដោយប្រាជ្ញាព្រះអរិយៈទាំងឡាយណាដែលបរិបូរដោយប្រាជ្ញាសែបនៅស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយបណ្ដាព្រះអរិយៈទាំងនោះតថាគតក៏ជាព្រះអរិយៈមួយដែរមនាលព្រាមតថាគតបានពិចារណាឃើញបញ្ញាសម្បទានោះក្នុងខ្លួនហើយទើបដល់នៅសួស្តីដោយច្រើនគួរនឹងនៅក្នុងព្រៃបានចប់បរិយាយ16សូមអនុមោទនាគ្នា45មនាលព្រាមតថាគតមានសេចក្តីត្រេះរិះដូច្នេះថារាត្រីទាំងឡាយណាដែលគេដឹងច្បាស់ដែលគេកំណត់ដឹងថាជាវិថីទី14ទី15ទី8នៃបៈបើដូច្នោះអាត្មាអញគួរនៅក្នុងអារាមចេតិយវនៈចេតិយរុក្ខចេតិយទាំងឡាយដែលគួរភ័យគួរភ្លឹកគួរឲ្យព្រឺរោមក្នុងរាត្រីទាំងឡាយមានសភាពដូច្នោះធ្វើម្ដេចតថាគតក៏បីឃើញភ័យនឹងសេចក្តីស្ញើបនោះបានមនាលព្រាមលុះសម័យមកខាងក្រោយរាត្រីទាំងឡាយដែលគេដឹងច្បាស់ដែលគេកំណត់ដឹងថាជាតិថីទី14ទី15ទី8នៃបៈតថាគតក៏នៅក្នុងអារាមចេតិយវនៈចេតិយរុក្ខចេតិយទាំងឡាយដែលគួរស្បើមគួរខ្លាចគួរឲ្យព្រឺព្រួចរោមក្នុងរាត្រីទាំងឡាយមានសភាពដូច្នោះមនាលព្រាមកាលតថាគតនៅក្នុងទីនោះមរឹកក៏មកខ្លះកង្កោកក៏ជន់មេឈើស្ងួតឲ្យធ្លាក់ចុះខ្លះខ្យល់ក៏បក់ផាត់ស្លឹកឈើនិងសម្រាមមកខ្លះមនាលព្រាមតថាគតក៏មានសេចក្តីត្រេះរិះដូច្នេះថាភ័យនឹងសេចក្តីភ្លឹកនោះមកដល់តថាគតមានហើយតាមនាលព្រាមតថាគតមានសេចក្តីត្រេះរិះដូច្នេះថាអាត្មាអញជាអ្នកប្រាថ្នានៅភ័យដោយចំណែកមួយឬអ្វីណោភ័យនឹងសេចក្តីស្ញើបនោះមកដល់អាត្មាអញដែលសម្រេចអរិយាបថណាអាត្មាអញនឹងមិនផ្លាស់អរិយាបថនោះដោយពិតត្រូវតែបន្តបងនៅភ័យនិងសេចក្តីស្ញើបនោះចេញមនាលព្រាមតថាគតកំពុងចង្ក្រមក៏ស្រាប់តែ
មានភ័យនឹងសេចក្តីស្ញើបនោះមកដល់មនាលព្រាហ្មណ៍តថាគតក៏មិនឈរមិនអង្គុយមិនដេកសោះខំចង្ក្រមដរាបតលតែបន្ទោបងភ័យនឹងសេចក្តីស្ញើបនោះបានមនាលព្រាហ្មណ៍ការតថាគតកំពុងឈរក៏ស្រាប់តែមានភ័យនឹងសេចក្តីស្ញើបនោះមកដល់មនាលព្រាហ្មណ៍តថាគតក៏មិនចង្ក្រមមិនអង្គុយមិនដេកប្រឹងឈរដរាបតលតែបន្ទោបងនៅភ័យនឹងសេចក្តីស្ញើបនោះបានមនាលព្រាហ្មណ៍ការតថាគតកំពុងអង្គុយក៏ស្រាប់តែមានភ័យនឹងសេចក្តីស្ញើបនោះមកដល់មនាលព្រាហ្មណ៍តថាគតក៏មិនដេកមិនឈរមិនចង្ក្រមសោះប្រឹងអង្គុយដរាបតលតែបន្ទោបងភ័យនឹងសេចក្តីស្ញើបនោះបានមនាលព្រាហ្មណ៍ការតថាគតកំពុងដេកក៏ស្រាប់តែមានភ័យនឹងសេចក្តីស្ញើបនោះមកដល់មនាលព្រាហ្មណ៍តថាគតក៏មិនអង្គុយមិនឈរមិនចង្ក្រមសោះប្រឹងដេករាបតលតែបន្ទោបងភ័យនឹងសេចក្តីស្ញើបនោះបានមនាលព្រាហ្មណ៍មានសមណៈព្រាហ្មណ៍មួយពួកសម្គាល់យប់ថាជាថ្ងៃសម្គាល់ថ្ងៃថាជាយប់តថាគតពោលថាការសម្គាល់នេះរបស់ពួកសមណៈព្រាហ្មណ៍ទាំងនោះជាការនៅវង្វេងភ័ណ្ឌស្មារតីនៅឡើយមនាលព្រាហ្មណ៍ចំណែកខាងតថាគតដឹងច្បាស់នៅយប់ថាជាយប់មែនដឹងច្បាស់នៅថ្ងៃថាជាថ្ងៃមែនមនាលព្រាហ្មណ៍ដំណើរនោះមានទំនងគួរឲ្យអ្នកផងនិយាយថាសត្វដែលមានសភាពមិនវង្វេងកើតហើយក្នុងលោកដើម្បីប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដំណើរនោះមានទំនងគួរឲ្យអ្នកផងនិយាយឲ្យតថាគតថាសត្វដែលមានសភាពមិនវង្វេងកើតឡើងហើយក្នុងលោកដើម្បីប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយមនាលព្រាហ្មណ៍តថាគតបានផ្ដើមសេចក្តីព្យាយាមមិនបន្ធូរបន្ថយឡើយទាំងស្មារតីតថាគតក៏ប្រុងប្រយ័ត្នមិនឲ្យមានភ្លាត់កាយសោតក៏ស្ងប់រងាប់មិនក្រវល់ក្រវាយចិត្តក៏នឹងល្អជាចិត្តមានអារម្មណ៍មូលតែមួយមនាលព្រាហ្មណ៍តថាគតឯងលុះប្រកាសជាស្ងាត់ចាក់កាមទាំងឡាយប្រាកដជាស្ងាត់ចាក់ធរទាំងឡាយជាអកុសលហើយក៏ចូលបឋមឈានដែលប្រកបដោយវិតកវិចារៈមានបៃតិនិងសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍លុះរងាប់វិតកវិចារៈហើយក៏បានចូលដល់ទុតិយឈានជាទីភោរផុងប្រព្រឹត្តទៅខាងក្នុងដ៏ញ៉ាំងចិត្តជាសមាធិឲ្យចម្រើនឡើងគ្មានវិតកវិចារៈទេមានតែបៃតិនិងសុខៈដែលកើតអំពីសមាធិលុះលះបង់បៃតិចេញហើយតថាគតជាបុគ្គលប្រងើយមានសតិនិងសេចក្តីដឹងច្បាស់តថាគតសោយសុខដោយនាមកាយផងអរិយបុគ្គលទាំងឡាយតែងសម្ដែងនៅបុគ្គលដែលបានតតិយឈាននោះណាថាជាបុគ្គលមានចិត្តប្រងើយជាអ្នកមានស្មារតីមានប្រក្រតីនៅជាសុខតថាគតក៏បានដល់នៅតតិយឈាននោះហើយព្រោះលះបង់នៅសេចក្តីសុខផងព្រោះលះបង់នៅសេចក្តីទុក្ខផងព្រោះរំលត់នៅសោមនស្សនិងទោមនស្សអំពីមុនផងតថាគតបានចូលដល់ចតុដ្ឋឈានអត់ទុក្ខអត់សុខមានសតិដ៏ស្អាតដោយឧបេក្ខាការដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធភោរផង់មិនមានកិលេសប្រាសចាកសេចក្តីសៅមងជាចិត្តទុនសមគួរដល់កម្មជាចិត្តនឹងថឹងមិនញាប់ញ័រយ៉ាងនេះហើយតថាគតក៏បានបង្អោនចិត្តទៅក្នុងពពេនិវាសានុសតិញ្ញាណប្រាជ្ញាជាគ្រឿងរលឹកជាតិដែលអាស្រ័យនៅពីមុនតថាគតនោះរលឹកជាតិដែលបានអាស្រ័យនៅអំពីមុនជាអនេកជាតិរលឹកជាតិបានដូចម្ដេចគឺរលឹកបាន1ជាតិ2ជាតិ3ជាតិ4ជាតិ5ជាតិ10ជាតិ20ជាតិ30ជាតិ40ជាតិ50ជាតិ100ជាតិ1000ជាតិ100,000ជាតិក៏បានរលឹកបានច្រើនសង្វត្តកັບច្រើនវិវត្តកັບច្រើនសង្វត្តវិវត្តកັບក៏បានដូច្នេះថាតថាគតបានកើតក្នុងភពឯណោះមានឈ្មោះយ៉ាងនេះមានកូដយ៉ាងនេះមានសម្បល់យ៉ាងនេះមានអាហារយ៉ាងនេះបានសោយសុខទុក្ខយ៉ាងនេះមានកំណត់អាយុប៉ុណ្ណេះតថាគតជាយត់ចាអត្តភាពនោះហើយបានទៅកើតក្នុងភពឯណោះដែលទៅកើតក្នុងភពនោះតថាគតក៏មានឈ្មោះយ៉ាងនេះមានកូដយ៉ាងនេះមានសម្បល់យ៉ាងនេះមានអាហារយ៉ាងនេះបានសោយសុខទុក្ខយ៉ាងនេះមានកំណត់អាយុប៉ុណ្ណេះតថាគតលុះជាយត់ចាអត្តភាពនោះហើយមកកើតក្នុងភពនេះតថាគត
រលឹកតាមនៅជាតិដល់អាស្រ័យនៅពីមុនបានច្រើនជាតិព្រមទាំងអាការៈព្រមទាំងឧទេសយ៉ាងនេះមនាលព្រាហ្មណ៍បឋមវិជ្ជានេះឯងដែលតថាគតបានត្រាស់ដឹងក្នុងយាមជាដំបូងនៃរាត្រីលុះដល់សេចក្តីល្ងងខ្ចាត់បាត់ទៅសេចក្តីចេះដឹងក៏កើតឡើងងងឹតខ្ចាត់បាត់ទៅពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងអង្គុយប្រងស្មារតីមិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេសមានចិត្តមូលស្លង់ឥតមាននឹកនាដល់កាយនិងជីវិតឡើយដូចជាបណ្ឌិតទាំងឡាយដែលបាននៅបឋមវិជ្ជានោះដូច្នោះដែរការដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់មិនមានកិលេសប្រះចាកសេចក្តីសៅហ្មងជាចិត្តទន់ភ្លន់សមគួរដល់កម្មជាចិត្តនឹងធឹងមិនញាប់ញ័រយ៉ាងនេះហើយតថាគតក៏បង្អោនចិត្តទៅក្នុងចុតោបបាតញ្ញាណញាណដែលនាំឲ្យបានត្រាស់ដឹងនៅចុតិនិងបដិសន្ធិនៃសត្វទាំងឡាយតថាគតមើលឃើញនៅសត្វទាំងឡាយដែលជាយត់នឹងចាប់បដិសន្ធិទៀបថោកនិងឧត្តមមានសន្តានល្អនិងអាក្រក់ទៅកាន់សុគតិនិងទុគតិដោយចក្ខុដូចជាទឹកដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញក៏ដឹងច្បាស់នៅសត្វទាំងឡាយដែលអន្ទោលទៅតាមកម្មថាសត្វទាំងអំបាននេះប្រកបដោយកាយទុច្ចរិតប្រកបដោយវិជ័យទុច្ចរិតប្រកបដោយមនោទុច្ចរិតជាអ្នកតេះដៀលនៅព្រះអរិយៈជាមិច្ឆាទិដ្ឋិប្រកាន់មមនៅកម្មជាមិច្ឆាទិដ្ឋិសត្វទាំងនោះលុះដល់រំលាងខណ្ឌបន្ទាប់អំពីមរណៈក៏ទៅកើតឯអបាយទុគតិវិនិបាតនរៈចំណែកខាងសត្វទាំងអំបាននេះប្រកបដោយកាយសុចរិតប្រកបដោយវិជ័យសុចរិតប្រកបដោយមនោសុចរិតជាអ្នកមិនតេះដៀលនៅពួកព្រះអរិយៈជាសមាទិដ្ឋិប្រកាន់មមនៅកម្មជាសមាទិដ្ឋិសត្វទាំងអំបាននោះលុះដល់រលាងខណ្ឌបន្ទាប់អំពីមរណៈក៏ទៅកើតឯឋានសុគតិនិងសួគ៌ទេវលោកអញ្ចឹងកំណើតអបាយមានអបាយទុគតិវិនិបាតនរៈនេះណាក្នុងអត្ថកថាលោកបញ្យល់ថាកំណើតសត្វដេរឆានអានឹងគឺសំដៅដល់កំណើតអបាយដល់ពេលកំណើតទុគតិនេះលោកសំដៅដល់ពួកប្រែតដល់ពេលវិនិបាតនេះគឺអសុរកាយដែលមានមហិទ្ធិឫទ្ធិដូចជារាហូអសរិនជាដើមហើយដល់ពេលនរៈណាលោកដែលគ្មានសេចក្តីចម្រើនមានប្រការច្រើនមានអវជ័យនរៈជាដើមដល់ពេលសុគតិនេះគឺសង្គ្រោះយកគតិរបស់មនុស្សចូលផងណាចាប់ពីមនុស្សឡើងទៅហើយចំពោះសួគ៌លោកយកគតិនៃទេវតាតែម្យ៉ាងណាអញ្ចឹងបើយើងនិយាយពីសួគ៌យើងយកតែកំណើតពួកទេវតាឯងតែបើសុគតិអានឹងយើងរាប់ពីមនុស្សទៅអានឹងការបញ្យល់អញ្ចឹងណាញាតិញោមអញ្ចឹងពេលខ្លះយើងចង់បានការបញ្យល់របស់អត្ថកថាឬក៏បិដកអីចឹងទៅយើងអត់ចង់បានការបញ្យល់បែបសភៅមួយគ្រូមួយសភៅមួយចឹងទេចង្ការយើងចេះតែនិយាយបានដែរដូចពេលខ្លះយើងថាសុគតិបានដល់អីអញ្ចឹងណាប៉ុន្តែអត្ថកថាលោកដាក់មកច្បាស់អញ្ចឹងណាសុគតិហ្នឹងយើងរាប់ទាំងមនុស្សទៀតសុហ្នឹងល្អគតិហ្នឹងដំណើរល្អអញ្ចឹងរាប់ពីមនុស្សទៅដល់ពេលសួរហ្នឹងគឺយកតែណាទេវលោកតែម្ដងចឹងតថាគតមើលឃើញនៅសត្វទាំងឡាយដែលជាយត់នឹងចាប់បដិសន្ធិទៀបថោកនិងឧត្តមមានសន្តានល្អនិងអាក្រក់ទៅកាន់សុគតិនិងទុគតិដោយចក្ខុដូចជាទឹកដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញក៏ដឹងច្បាស់នៅសត្វទាំងឡាយដែលអន្ទោលទៅតាមកម្មដោយប្រការដូចនេះមនាលព្រាហ្មណ៍វិជាទី2នេះឯងហើយដែលតថាគតបានត្រាស់ដឹងយាមជាកណ្ដាលនៃរាត្រីលុះដល់សេចក្តីល្ងងខ្ចាត់បាត់ទៅសេចក្តីចេះដឹងក៏កើតឡើងងងឹតខ្ចាត់បាត់ទៅពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងប្រឹងស្មារតីមិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេសមានចិត្តមូលស្លង់ឥតមាននឹកនាដល់កាយនិងជីវិតឡើយដូចជាបណ្ឌិតទាំងឡាយដែលបាននៅវិជ្ជាទី2នោះដូច្នោះឯងដូច្នោះដែរការដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់មិនមានកិលេសប្រះចាកសេចក្តីសៅហ្មងជាចិត្តទន់ភ្លន់សមគួរដល់កម្ម
chỉ chất nâng thân mình nhọp nhỏ dần đi hơiแต่ថាគាត់ក៏បង្អោនចិត្តទៅក្នុងអាសវៈខយញាណញាណជាហេតុឲ្យបានអស់ទៅនៅអាសវៈតែថាគាត់ដឹងប្រកបតាមពិតថានេះជាទុក្ខដឹងប្រកបតាមពិតថានេះជាហេតុនាំឲ្យកើតទុក្ខដឹងប្រកបតាមពិតថានេះជាសេចក្តីរលត់ទុក្ខដឹងប្រកបតាមពិតថានេះជាឧបាយឲ្យដល់នៅសេចក្តីរលត់ទុក្ខដឹងប្រកបតាមពិតថាធម៌ប៉ុណ្ណេះជាអាសវៈដឹងប្រកបតាមពិតថាធម៌នេះជាហេតុនាំឲ្យកើតអាសវៈដឹងប្រកបតាមពិតថានេះជាសេចក្តីរលត់នៃអាសវៈដឹងប្រកបតាមពិតថានេះជាឧបាយឲ្យបានដល់នៅសេចក្តីរលត់នៃអាសវៈការដែលតថាគតដឹងយ៉ាងនេះឃើញយ៉ាងនេះចិត្តនៃតថាគតក៏ផុតចាកគ្រឿងត្រាំគឺកាមផងចិត្តនៃតថាគតក៏ផុតចាកគ្រឿងត្រាំគឺភពផងចិត្តនៃតថាគតក៏ផុតចាកគ្រឿងត្រាំគឺអវិជ្ជាផងកាលបើចិត្តតថាគតបានរួចផុតស្រឡះហើយប្រាជ្ញាក៏កើតប្រកបដល់តថាគតថាអញរួចស្រឡះចាកអាសវៈធរហើយចិត្តរបស់អញរួចផុតស្រឡះហើយតថាគតដឹងច្បាស់ថាកំណើតរបស់អញអស់ហើយព្រហ្មចរិយធរអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយសលសកិច្ចអញក៏បានធ្វើស្រេចហើយនឹងមានកិច្ចដតីក្រៅពីសលសកិច្ចនេះទៀតមិនមានឡើយមនាលព្រាហ្មណ៍វិជា3នេះឯងដែលតថាគតបានត្រាស់ដឹងក្នុងយាមជាទីបំផុតនៃរាត្រីលុះដល់សេចក្តីល្ងងខ្លាយខ្ចាត់បាត់ទៅសេចក្តីចេះដឹងក៏កើតឡើងងងឹតខ្ចាត់បាត់ទៅពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងអង្គុយប្រងស្មារតីមិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេសមានចិត្តមូលស្លង់ឥតមាននឹកនាដល់កាយនិងជីវិតឡើយដូចជាបណ្ឌិតទាំងឡាយដែលបាននៅវិជ្ជាទី3នោះដូច្នោះដែរមនាលព្រាហ្មណ៍ឯសមណៈព្រាហ្មណ៍ទាំងនោះមានសេចក្តីត្រេះរិះដូច្នេះថាថ្ងៃនេះឯងព្រះសមណៈគោតមប្រហែលជាមិនទាន់ប្រះចាករាគៈមិនទាន់ប្រះចាកទោសៈមិនទាន់ប្រះចាកមោហៈទេដឹងព្រោះហេតុនោះបានជាលោកសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយមនាលព្រាហ្មណ៍ដំណើរនោះអ្នកគុំគប្បីឃើញយ៉ាងនេះឡើយមនាលព្រាហ្មណ៍តថាគតបានពិចារណាឃើញនៅអំណាចនៃប្រយោជន៍ពីរប្រការគឺពិចារណាឃើញនៅការនៅជាសុខក្នុងបច្ចុប្បន្នចំពោះខ្លួនមួយអនុគ្រោះដល់ប្រជុំជនមានក្នុងខាងក្រោយមួយបានជាសែបនៅស្នាស្នាក់ស្ងាត់តាំងនៅក្នុងព្រៃចិត្តនិងព្រៃឆ្ងាយឃ្នៀប52ជានុសោអ្នកព្រាហ្មណ៍ក្រាបបង្គំទូលថាអោណោព្រះគោតមដោយចម្រើនព្រះអង្គមានសេចក្តីអនុគ្រោះដល់ប្រជុំជនខាងក្រោយមែនព្រោះព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធហើយបបិទ្ធព្រះគោតមដោយចម្រើនពីរស់ណាស់បបិទ្ធព្រះគោតមដោយចម្រើនពីរស់ណាស់បបិទ្ធព្រះគោតមដោយចម្រើនធម៌ដែលព្រះអង្គសម្ដែងហើយដោយអនេកបរិយាយយ៉ាងនេះភ្លឺច្បាស់ណាស់ដូចជាគេផ្ការបស់ដែលផ្កាប់ឬក៏ដូចជាគេបើកបង្ហាញរបស់ដែលកំបាំងពុំនោះដូចជាគេប្រាប់ផ្លូវដល់អ្នកវង្វេងទិសពុំនោះសោដូចជាគេត្រួលប្រតិបំភ្លឺក្នុងទីងងឹតដោយគិតថាបរោះអ្នកមានចក្ខុទាំងឡាយរមែងឃើញនៅរូបបានខ្ញុំព្រះអង្គនោះសូមដល់នៅព្រះគោតមដោយចម្រើនផងព្រះធម៌ផងព្រះភិក្ខុសង្ឃផងជាទីពឹងទីរលឹកចាប់ដើមតាំងពីថ្ងៃនេះទៅសូមព្រះគោតមដោយចម្រើនជ្រាបនៅខ្ញុំព្រះអង្គថាជាឧបាសកដល់សរណគមស្មើដោយជីវិតចប់ភយៈភេរវៈសូត្រទី4សូមអនុមោទនាញាតិញោមថ្ងៃនេះយើងសិក្សាបីដកបានជាង20ទំព័រជិត25ទំព័រណាសំបុណ្យកុសលអញ្ចឹងនេះព្រះអង្គចង់ពីប្រកាសពីគុណហើយពេលដែលព្រះអង្គត្រាស់ដឹងហ្នឹងគឺដើម្បីប្រយោជន៍ពីរយ៉ាងណាញាតិញោមណាទី1ហ្នឹងគឺតេតួងនឹងប្រយោជន៍បច្ចុប្បន្ននេះណាហើយបន្ទាប់មកមួយទៀតហ្នឹងគឺសម្រាប់ណាប្រយោជន៍ជាសុខណាចំពោះខ្លួនណាហើយនឹងអនុគ្រោះដល់ប្រជុំជនមានក្នុងខាងក្រោយណាអញ្ចឹងសេចក្តីសុខញាតិញោមមែនទេទៅណារឿងការធ្វើបុណ្យឲ្យខ្លួនឯងនេះសំខាន់ណាញាតិញោមណាព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលដែលឆ្លាតឆ្លៀសអញ្ចឹងព្រះអង្គប្រាប់ពីប្រយោជន៍
ណាដែលយើងត្រូវធ្វើណាបើយើងមិនអាចធ្វើជាមួយនឹងប្រសង់បានទេយើងធ្វើជាមួយញាតិខ្លួនឯងបើធ្វើជាមួយញាតិខ្លួនឯងមិនបានទេធ្វើជាមួយក្រុមគ្រួសារខ្លួនឯងធ្វើជាមួយក្រុមគ្រួសារខ្លួនឯងមិនបានទេធ្វើជាមួយនឹងខ្លួនឯងណាអញ្ចឹងធ្វើជាមួយនឹងខ្លួនឯងហ្នឹងគឺដោយការរក្សាសុខភាពឲ្យល្អអានឹងផ្នែកផ្លូវកាយផ្លូវចិត្តហ្នឹងគឺមិនគិតរឿងអាក្រក់អញ្ចឹងទៅណាផ្លូវកាយអញ្ចឹងក៏ហូបស្អាតផឹកស្អាតរស់នៅស្អាតដល់ពេលខាងផ្នែកផ្លូវចិត្តហ្នឹងក៏ធ្វើខ្លួនឯងឲ្យទៅជាបុគ្គលល្អដោយមានសិលណាយើងមានសិលដោយយើងមិនគិតអាក្រក់យើងមិនអាចរក្សាសិលជាមួយនរណាដទៃបានយើងរក្សាសិលជាមួយខ្លួនឯងញាតិញោមណាមានន័យថាយើងមិនអាចរក្សាសិលជាមួយអ្នកដទៃមានន័យថាយើងអាចធ្វើល្អជាមួយអ្នកដទៃបានតែយើងអាចធ្វើល្អជាមួយខ្លួនឯងទៅណាដោយមិនគិតឲ្យខ្លួនឯងនឹងទៅជាតោសៈបុគ្គលជាលោភៈបុគ្គលជាមោហៈបុគ្គលជាធម្មភៈបុគ្គលជាសរម្មភៈបុគ្គលជាមេនះបុគ្គលអញ្ចឹងទៅជាមគ្គបុគ្គលអ៊ីសាមេឆរិយៈបុគ្គលអញ្ចឹងទៅណាឲ្យខ្លួនឯងខ្លាចទៅជាមនុស្សល្អហើយយើងធ្វើប្រយោជន៍ណាដែលយើងអាចធ្វើបានថ្មឧទាហរណ៍ថាការងារនៅភ្នំពេញក៏មានការងារនៅកំពង់សោមក៏មានប៉ុន្តែសំខាន់យើងនៅភ្នំពេញឬក៏នៅកំពង់សោមអាចថាយើងនៅភ្នំពេញបើយើងនៅភ្នំពេញយើងគិតរឿងការងារភ្នំពេញទៅអ្នកការងារកំពង់សោមទៅឲ្យអ្នកកំពង់សោមចុះធ្វើការងារកំពង់សោមក៏ប្រយោជន៍លុយការងារភ្នំពេញក៏ប្រយោជន៍លុយតែសំខាន់យើងនៅភ្នំពេញយើងធ្វើការងារភ្នំពេញវាចិត្តអញ្ចឹងយ៉ាងណាដូចគ្នាអញ្ចឹងទិដ្ឋធម្មិកថាប្រយោជន៍ក៏ប្រយោជន៍សម្បរាយកថាប្រយោជន៍ក៏ប្រយោជន៍ណាការងាររបស់អ្នកបួសក៏ជាការងាររបស់ក្រហមក៏ជាការងារក្រហមក៏អាចបំពេញបុណ្យបានក៏អាចត្រាស់ដឹងធម៌បានអ្នកបួសក៏អាចបំពេញបុណ្យបានក៏អាចសម្រេចធម៌បានទៅតាមអ្នកបួសក្រហមក៏អាចបំពេញបុណ្យទៅតាមក្រហមសម្រេចធម៌ទៅតាមក្រហមហើយពេលដែលសម្រេចធម៌ដូចតែគ្នានឹងនៅពេលតែមួយទេអញ្ចឹងកន្លែងហ្នឹងចឹងបញ្ជាក់ថាម៉េចថាយើងធ្វើអ្វីដែលយើងអាចធ្វើបានប្រតិបត្តិអ្វីដែលយើងអាចប្រតិបត្តិបានហើយពាក្យព្រះមានច្បាស់ហើយធម្មេនុធម្មបដិបត្តិណាអញ្ចឹងគឺការប្រតិបត្តិនៅធម៌សំគួរទៅធម៌ឈ្មោះថាពុទ្ធបូជាមហាឈ្មោះថាការបូជាព្រះសម្មាសម្ពុទ្ធដោយគ្រឿងបូជាដ៏ឧត្តមនឹងក្នុងបេដកលេខ16មហាបរិនិព្វានសូត្រហ្នឹងគឺបញ្ជាក់ច្បាស់ហើយណាយោវអនន្តមយេធម្មចវិនិយោចតេសតោបញ្ញតោសាវោមមច្ចយេអ្នកសទ្ធាណាហើយបូជារហេបូជាយតោពុទ្ធិយតិចសាវកេបបញ្ចសមតកន្ទេតនសកបរិតវេទេតាទិសេបូជាយតានុបតេកតោភយេអ្នកសកបញ្ញសង្ខតតងអមេតមបេកិនជិណាចឹងជាអ្នកប្រតិបត្តិនៅធម៌សំគួរដល់ធម៌ជាអ្នកប្រតិបត្តិដោយសេចក្តីគោរពកោតក្រែងធ្វើតាមធម៌បុគ្គលនោះឯងឈ្មោះថាការធ្វើសក្ការៈគោរពរាប់អានបូជាតថាគតដោយគ្រឿងបូជាដ៏ឧត្តមនេះញាតិញោមសំខាន់ណាស់ប្រតិបត្តិនៅធម៌សំគួរដល់ធម៌អញ្ចឹងប្រតិបត្តិនៅធម៌សំគួរដល់ធម៌នឹងឈ្មោះថាធ្វើសក្ការៈគោរពរាប់អានបូជាតថាគតដោយគ្រឿងបូជាដ៏ឧត្តមអញ្ចឹងញាតិញោមដោយច្រើនចូលចិត្តបូជាព្រះណាហើយព្រះព្រះអង្គសរសើរមិនថាការប្រតិបត្តិនៅធម៌សំគួរដល់ធម៌អញ្ចឹងប្រតិបត្តិនៅធម៌សំគួរដល់ធម៌ហ្នឹងដោយអត់មិនយើងជាកុហកយើងប្រតិបត្តិតាមក្រហមទៅអ្នកបួសក៏ប្រតិបត្តិតាមអ្នកបួសទៅអញ្ចឹងយើងសិក្សាក្នុងធម្មទាយិតសូត្ររួចហើយណាក្រហមហ្នឹងគឺគួរជាអ្នកធ្ងន់ក្នុងអាមិសបូជាដល់ពេលភិក្ខុសង្ឃអ្នកបួសហ្នឹងគឺធ្ងន់នៅក្នុងធម្មបូជានៅក្នុងមហាបរិនិព្វានសូត្រហ្នឹងតាក់ទងជាមួយនឹងការបូជាពីរយ៉ាងហ្នឹងក៏បានសម្ដែងរួចហើយអញ្ចឹងញាតិញោមអាចយល់ត្រង់ចំណុចហ្នឹងហើយប្រតិបត្តិទៅតាមហ្នឹងទៅណាហើយនៅក្នុងប្រសូតនេះណាញាតិញោមយើងមិនទាន់បញ្យល់នៅក្នុងអត្ថកថាទេណាភយៈភេរវៈសូត្រទី4នេះចាំមើលស្អែកណាថ្ងៃហ្នឹងក៏អាត្មាបង្រៀនច្រើនហើយកិច្ចការងារណាការសម្អាតទីអាវាសសង្ឃជាដើមទីលានបច្ច័យដីពោធិព្រឹកជាដើមនិងបុណ្យកុសលដតីមានទាំងធម្មទានអមិសទានដែលអាត្មាបានបំពេញហើយទាំងអស់ណាប្រគេនជូនញាតិញោមទាំងអស់បានស្មើគ្នាជាបច្ច័យនៃសេចក្តីសុខសេចក្តីចម្រើនប្រះចាករោគទុក្ខទោសទាំងពួងទីបំផុតទៅសម្រាប់ព្រះនិព្វានទាំងអស់អង្គទាំងអស់គ្នាសូមអនុមោទនា